នេះគ្រាន់តែបើកតូបហើយភ្លាមអត់ទាន់បានរៀបអីទាំងអស់តែម្ដងបងស្រីគាត់មកយកកាហ្វេ1គីឡូតមកមានអ្នកមកយក2គីឡូទៀតណាអរគុណមែនតើនិយាយទៅសបោបងក៏មកដល់កន្លែងខ្លាំងហ្មងឥឡូវនេះហើយបងស្រីគាត់មកយក2គីឡូហ្នឹងវគ្គមុនគាត់បានយកសាកលក់1គីឡូឥឡូវគាត់មកយកថែមហើយបងស្រីយក1គីឡូហ្នឹងគាត់ថាគាត់ឃើញខ្ញុំនៅក្នុងវីដេអូអញ្ចឹងទៅគាត់ត្រង់សាកញ៉ាំអញ្ចឹងណាគាត់យកទៅញ៉ាំខ្លួនឯងទេអត់មានយកទៅលក់អីទេពេលខ្លះបងដែលមកដល់តូបជាក់ស្ដែងណាចាអ្នកខ្លះគាត់មកពីបេដងហើយបានទិញដោយសារអីអ្នកលក់បើកតូបរៀងយឺតដល់បងពេលខ្លះបើកឡើងម៉ោង7:11អីដូចថ្ងៃនេះជាក់ស្ដែងអីគឺបើកឡើងម៉ោង11អីចឹងបងខ្លះគាត់មកឡើង2ដងហើយតែអត់បានទិញអញ្ចឹងណាតើគាត់ឆាតសួរអូខេទោះបីជារវល់លក់ប៉ុណ្ណាក៏អត់ភ្លេចដែរកាហ្វេមួយប្រចាំគឺគាត់ញ៉ាំរាល់ព្រឹកតែម្ដងអញ្ចឹងដាក់ជូនគាត់រួចរាល់ហើយជាមួយនឹងទឹកកាហ្វេ150 ml ទឹកដោះគោស្រស់10 ml និងទឹកដោះគោខាប់ចំនួន30 ml កាហ្វេចាស់ផ្អែមតិចតែបងគឺខ្ញុំធ្វើបែបហ្នឹងហើយមួយកែវហ្នឹងខ្ញុំលក់បាន3000បើបងចង់បានកាហ្វេអាចឆាតមកមុនបានណាអរគុណ